ខេអញ្ចឹងយើងចូលមកដល់ការជួបគ្នានៅសប្តាហ៍ទី1ឬក៏បើសិនជាសិក្សានៅមជ្ឈមណ្ឌលផ្ទាល់គឺសប្តាហ៍ទី1គឺមានន័យថាជាថ្ងៃសៅរ៍នៃសប្តាហ៍ទី1ទៅលើមេរៀនរបស់យើងបងប្អូនដែលបានសិក្សាផ្ទាល់ជាមួយអ្នកគ្រូនៅមជ្ឈមណ្ឌលគឺពេលនេះគឺបងប្អូនបានជួបអ្នកគ្រូចំនួន22សប្តាហ៍ហើយអញ្ចឹងសម្រាប់បងប្អូនក៏បានសិក្សាច្រើនមកហើយប៉ុន្តែអ្នកគ្រូចង់ផលិតចងក្រងជាវីដេអូមេរៀនដើម្បីឲ្យបងប្អូនទាំងអស់គ្នាធ្វើការស្វ័យសិក្សាបន្ថែមទៀតទៅលើចំណុចណាដែលបងប្អូនមានការផ្លេចក៏ដូចជាពិបាកទៅលើការអនុវត្តចឹងបងប្អូនទាំងអស់គ្នាក៏អាចធ្វើការសិក្សាបន្ថែមហើយសម្រាប់បងប្អូនដែលអត់បានសិក្សាជាមួយអ្នកគ្រូផ្ទាល់មេរៀនរបស់អ្នកគ្រូផងដែរចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលចិត្តទុកដាក់ទៅលើមេរៀនគ្រប់មេរៀនទាំងអស់ដែលអ្នកគ្រូបានធ្វើការផលិតឬក៏ចងក្រងជាវីដេអូមេរៀនមួយនេះសម្រាប់មេរៀនទី1គឺរបៀបចូលទៅកាន់កម្មវិធីដំបូងអញ្ចឹងបងប្អូនទាំងអស់គ្នាដូចអ្នកគ្រូបានលើកឡើងមុននឹងអញ្ចឹងសម្រាប់កម្មវិធីដំបូងរបស់យើងគឺសិក្សាទៅលើកម្មវិធី Canva អូខេអញ្ចឹងនៅចំណុចនេះអ្នកគ្រូចង់សួរឬក៏ចង់បង្ហាញទៅលើបងប្អូនថាតើ Canva ជាអ្វីមុននឹងយើងសិក្សាទៅលើកម្មវិធី Canva យើងត្រូវដឹងសិនថាតើ Canva ហ្នឹងគឺជាកម្មវិធីអ្វីសម្រាប់ Canva យើងអាចនិយាយថាគឺជា tool សម្រាប់ធ្វើការ design មួយតែបងប្អូនទាំងអស់គ្នាគឺអាច design បានតាមរយៈអ៊ីនធឺណិតឬក៏យើងអាចនិយាយថាតើតែមានអ៊ីនធឺណិតទើបអាច design បានទៅលើកម្មវិធី Canva អូខេអញ្ចឹងការ design កម្រិតដំបូងហ្នឹងជាអ្វីអ្នកគ្រូក៏បានលើកយកនៅកន្លែងនេះដែរដើម្បីបង្ហាញទៅកាន់បងប្អូនថាការ design កម្រិតដំបូងហ្នឹងគឺជាអ្វីដែរសម្រាប់ការ design កម្រិតដំបូងអ្នកគ្រូបានជ្រើសរើស tool ក៏ដូចជាជ្រើសរើសនៅកម្មវិធី Canva សម្រាប់ធ្វើការបង្រៀនទៅកាន់បងប្អូនទាំងអស់គ្នាប៉ុន្តែមិនមែនមានន័យថាបងប្អូនទាំងអស់គ្នាអាចប្រើបានតែកម្មវិធី Canva ក្នុងនោះអ្នកគ្រូបានបង្កប់នៅគន្លឹះនៃការ design ឬក៏យើងអាចហៅថាជាការ design principle ក៏ដូចជាធាតុឬក៏ការគ្រប់គ្រងនៅរូបភាពឬក៏ធាតុ element អីផ្សេងៗនឹងដែរការប្រើប្រាស់នៅពណ៌ឬក៏ជាការប្រើប្រាស់ទៅតាម color នៃ palette ផងដែរហើយសម្រាប់ការរៀបចំនៅ layout ផ្សេងៗក្នុងការ design នៅក្នុងនេះដែរអ្នកគ្រូក៏បានលើកយកថាតើ Canva ហ្នឹងអាចជួយឬក៏អាចបង្កើតអ្វីខ្លះសម្រាប់បងប្អូនទាំងអស់គ្នាទី1គឺសម្រាប់កម្មវិធី Canva បងប្អូនទាំងអស់គ្នាគឺអាចបង្កើតនៅផ្ទាំងរូបភាពជាច្រើនក៏ដូចជា poster banner ដែលអ្នកគ្រូបានធ្វើការបង្ហាញទៅកាន់បងប្អូនមុនទៅហើយទាំងអស់គ្នាក៏អាចបង្កើតជាមាតិកាបង្ហោះទៅលើ Facebook Instagram TikTok ឬក៏ YouTube ផ្សេងៗហ្នឹងដើម្បីក្លាយទៅជាអ្នកបង្កើតមាតិកាម្នាក់ទៅថ្ងៃអនាគតអូខេមួយវិញទៀតសម្រាប់វីដេអូបងប្អូនទាំងគ្នាគឺអាចកាត់វីដេអូនៅលើកម្មវិធី Canva បានក៏ប៉ុន្តែសម្រាប់ការកាត់វីដេអូនៅលើកម្មវិធី Canva នេះអ្នកគ្រូសូមណែនាំឬក៏ recommend ទៅកាន់បងប្អូនឲ្យធ្វើការ design ឬក៏បង្កើតជាវីដេអូ template ដើម្បីយកទៅបន្ថែមនៅក្នុងកម្មវិធីកាត់តវីដេអូ CapCut បន្ថែមទៀតដើម្បីឲ្យការកាត់តវីដេអូរបស់យើងនឹងកាន់តែមានភាពសម្បូរបែបក៏ដូចជាកាន់តែល្អមួយកម្រិតទៀតហើយបងប្អូនទាំងគ្នាគឺអាចរៀបចំនៅបទបង្ហាញការរៀបចំនៅ slide សម្រាប់ធ្វើការ presentation ការបង្កើតជារូបស្លាកសញ្ញាឬក៏ដូចជា logo ផ្សេងៗហ្នឹងបានដូចគ្នាដែរអូខេនេះគឺជាអ្វីដែលបងប្អូនអាចបង្កើតនៅក្នុងកម្មវិធី Canva បានសម្រាប់កម្មវិធី Canva គឺយើងអាចប្រើប្រាស់បានទាំងនៅលើទូរស័ព្ទដៃក៏ដូចជានៅលើកុំព្យូទ័រ laptop និងកុំព្យូទ័រ desktop បានដូចគ្នាសម្រាប់ការប្រើប្រាស់នៅលើទូរស័ព្ទដៃបងប្អូនទាំងអស់គ្នាគឺអាចធ្វើការ download បើសិនជាបងប្អូនប្រើនៅកម្មវិធីឬក៏ប្រើនៅទូរស័ព្ទដៃជាប្រភេទ iOS ឬក៏យើងហៅថា iPhone ហ្នឹងបងប្អូនទាំងគ្នាអាចចូលទៅកាន់ App Store បើសិនជា Android អាចចូលទៅកាន់ Play Store ដើម្បីធ្វើការ download កម្មវិធី Canva នៅក្នុងទូរស័ព្ទដៃដោយសារតែវាគឺជា application ឬក៏យើងហៅថាជា app ហើយមួយវិញទៀតសម្រាប់បងប្អូនដែលប្រើប្រាស់នៅលើកុំព្យូទ័របងប្អូនអាចប្រើប្រាស់នៅលើ website Canva ផ្ទាល់តែម្ដងគឺបានដូចគ្នាដោយអ្នកគ្រូបានលើកឡើងមុននឹងអញ្ចឹងសម្រាប់កម្មវិធី Canva គឺយើងអាចប្រើប្រាស់បានដោយឥតគិតថ្លៃក៏ប៉ុន្តែគឺមានកម្រិតហើយការ design បើសិនជាបងប្អូនទាំងអស់គ្នាចង់ design ឲ្យមានភាព
បល្អប្រសើរចង់ធ្វើការ export ឬក៏ធ្វើការ download ឬក៏បង្ហាញជារូបភាពផ្សេងៗហ្នឹងបានទំហំធំឬក៏អាចមានអត្ថប្រយោជន៍ជាច្រើនបន្ថែមទៀតបងប្អូនទាំងអស់គ្នាគឺអាចប្រើប្រាស់ដោយគិតថ្លៃឬក៏អាចបង់ឬក៏អាចទិញជា account premium ឬក៏យើងហៅកាត់ថាជា Canva Pro ហ្នឹងបានដូចគ្នាដែរមិនថានៅលើ computer ឬមួយក៏នៅលើទូរស័ព្ទដៃទេគឺទាមទារចាំបាច់បងប្អូនទាំងអស់គ្នាត្រូវតែមាន Gmail ហើយសម្រាប់បងប្អូននៅថ្នាក់បឋមសិក្សានិងថ្នាក់អនុវិទ្យាល័យអ្នកគ្រូបានបង្កើត Gmail រួមគ្នាសម្រាប់បងប្អូនដោយសារតែមានបងប្អូនច្រើនដែរដែលគាត់អត់ទាន់ប្រើប្រាស់នៅទូរស័ព្ទឬក៏ដូចជា smartphone ទេនៅកម្រិតថ្នាក់បឋមសិក្សាអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចប្រើប្រាស់នៅ Gmail រួមគ្នាបានដើម្បីធ្វើការងារស្រួលសិក្សាក៏ដូចជាដើម្បីអ្នកគ្រូងាយស្រួលតាមដានទៅលើ project ដែលអ្នកគ្រូបានតែឲ្យទៅកាន់បងប្អូនក៏ដូចជាបងប្អូនទាំងគ្នាគឺអាចប្រើប្រាស់រួមគ្នាអត់អីទេគឺបានដូចគ្នាប៉ុន្តែច្បាប់មួយដែលអ្នកគ្រូបានបង្កើតមានន័យថាបងប្អូនទាំងគ្នាគឺអត់អាចចូលទៅមើលឬក៏អាចចូលទៅធ្វើការកែសម្រួលទៅលើបោះមិត្តភ័ក្តិយើងឬក៏មិត្តរួមថ្នាក់របស់យើងផ្សេងទេដោយសារថានៅក្នុង project មួយគឺបងប្អូនសូមធ្វើការដាក់ឈ្មោះក៏ដូចជាដាក់នៅសប្តាហ៍ហតាសប្តាហ៍ទីប្រមាណទៅលើថ្នាក់អីឬក៏ទៅលើមេរៀនមួយណាក៏ដូចជាទៅលើ project អីអញ្ចឹងបងប្អូនអរគ្នាធ្វើការចំណាំខ្លួនឯងបានទៅតាមវិជាការដាក់ឈ្មោះអ្នកគ្រូនឹងធ្វើការ demo ក៏ដូចជាធ្វើការបង្ហាញផ្ទាល់ថាតើគេប្រើ Gmail បែបណាថាតើចូលទៅកាន់ login ឬក៏ចូលទៅកាន់កម្មវិធី Canva បែបណាអញ្ចឹងអ្នកគ្រូនឹងធ្វើការបង្ហាញផ្ទាល់នៅលើ screen computer របស់អ្នកគ្រូតែម្ដងអូខេអញ្ចឹងបងប្អូនគ្នាអាចចូលទៅកាន់ Google Chrome បងប្អូនគ្នាគឺ double click នៅលើកម្មវិធី Google Chrome ហើយនៅក្នុងនេះដោយសារតែរបស់អ្នកគ្រូគឺប្រើនៅ Gmail ច្រើនប៉ុន្តែបងប្អូនគ្នាបើសិនជាចូលមកដល់កន្លែងនេះហើយគឺមានសញ្ញានៅពាក្យថា add ហើយសញ្ញាបូកបងប្អូនទាំងអស់គ្នាសូមធ្វើការចុច click នៅខាងលើនេះមកអូខេអញ្ចឹងបងប្អូនទាំងគ្នាយកពាក្យថា sign in ខាងលើនេះហើយសូមវាយ Gmail ដែលអ្នកគ្រូបានបង្ហាញនៅខាងលើនេះបងប្អូនទាំងគ្នាសូមវាយពាក្យថា Gmail នេះមកនេះគឺជា Gmail រួមសម្រាប់បងប្អូនទាំងអស់គ្នាអូខេអញ្ចឹងអ្នកគ្រូសូមធ្វើការវាយបញ្ចូលនៅ Gmail មួយនេះដូចគ្នាដែរដើម្បីបង្ហាញបងប្អូនគឺយើងដាក់ឈ្មោះថាគ្រប់អូខេអញ្ចឹងបងប្អូនទាំងអស់គ្នាគឺអាចចុចបើសិនជាបងប្អូនទាំងអស់គ្នាវាបញ្ចូលរួចហើយបងប្អូនទាំងអស់គ្នាសូមធ្វើការចុចពាក្យថា next មកកន្លែងនេះគឺទាមទារនៅ password អញ្ចឹងសម្រាប់ password គឺនេះមួយនេះបងប្អូនទាំងអស់គ្នាអាចវាយត្រឹមនេះមកនេះពី03ដង03ដើម1 3ដើម A ធំហើយនិង A តូចអូខេអញ្ចឹងបងប្អូនសូមធ្វើការវាយបញ្ចូលមកបងប្អូនទាំងអស់គ្នាអាចចុចកន្លែងពាក្យថា show password ដើម្បីបង្ហាញអូខេបន្ទាប់មកទៀតបងប្អូនទាំងអស់គ្នាសូមធ្វើការចុចពាក្យថា next អូខេអញ្ចឹងគឺយើងអាចចូលមកកាន់ឬក៏ធ្វើការ sign in ចូលទៅក្នុង Gmail រួមបានអូខេអញ្ចឹងបងប្អូនគ្នាអាចចុចទៅពាក្យ yes មកអូខេហើយអ្នកគ្នាដើម្បីធ្វើការមើលបន្ថែមបងប្អូនសូមធ្វើការ click នៅលើនេះមកនេះគឺជា Gmail រួមអូខេអញ្ចឹងយើងពេលនេះគឺបាន login ចូលរួចរាល់ហើយបងប្អូនអាចសុំមើលកន្លែងនេះបានបងប្អូនចុច click នៅលើកន្លែងនេះមកគឺនឹងបង្ហាញថាយើងកំពុងតែស្ថិតនៅក្នុង account Gmail រួមមួយនេះ